អស់លោកអ្នកស្ដាប់ជាទីមេត្រីតទៅនេះគឺជាកម្មវិធី Hello VOA កម្មវិធី Hello VOA នៅយប់នេះយើងខ្ញុំនឹងលើកយកប្រធានបទស្ដីអំពីលទ្ធផលនៃការចរចានយោបាយចុងក្រោយនិងជំហានឆ្ពោះទៅរកការបោះឆ្នោតត្រឹមត្រូវនៅកម្ពុជាវាគ្មិនរបស់យើងខ្ញុំនៅថ្ងៃនេះគឺលោកអ៊ូវីរៈប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94ឬសរសេរសំណួរនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាសយដ្ឋាន facebook.com/VOA ខ្មែរដើម្បីចូលរួមបន្ទាប់ពីការផ្សាយកម្មវិធី Hello VOA យើងខ្ញុំនឹងជូនព័ត៌មានអន្តរជាតិដោយលោកសុកខេមរាតទៅនេះខ្ញុំសូមប្រគល់នាទីនេះជូនទៅលោកម៉ែនកំសែងដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះសូមអញ្ជើញលោកកំសែងចា៎បាទសូមអរគុណអ្នកស្រីនិចសារីតាអរលោកអ្នកស្ដាប់នៅថ្ងៃនេះនៅក្នុងកម្មវិធីផ្សាយនាពេលយប់នេះដែលជាកម្មវិធីសិទ្ធិពលរដ្ឋនិងការបោះឆ្នោតជាមួយនឹងលោកអ៊ូវីរៈដែលជាភ្ញៀវប្រចាំខែរបស់ VOA យើងដោយលោកស្រីនិចសារីតាបានជម្រាបហើយគឺយើងផ្ដោតទៅលើលទ្ធផលនៃការចរចាចុងក្រោយរវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាហើយនឹងជំហានឆ្ពោះទៅរកការបោះឆ្នោតនៅប្រទេសកម្ពុជាតើនឹងអាចនឹងទទួលបានភាពត្រឹមត្រូវប៉ុណ្ណាបាទហើយបើសិនជាអស់លោកអ្នកមានសំណួរបាទកុំភ្លេចសួរតាម Facebook យើងផងដែរបាទ facebook.com/voa ខ្មែរហើយនឹងទូរស័ព្ទដោយអ្នកស្រីសារីតាជម្រាបហើយគឺ012 51 51 94បាទសូមជម្រាបសួរលោកវីរៈបាទសូមជម្រាបសួរលោកម៉ែនកំសែងបាទឥឡូវនេះខ្ញុំចង់ចាប់ផ្ដើមពីដំណឹងក្តៅៗដែលយើងទៅផ្សាយមិញគឺលោកដឹងហើយព្រោះលោកក្នុងជាចំណែកនេះដែរគឺនៅថ្ងៃនេះអង្គការដែលតាមមើលដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាដែលមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារបស់លោកផងដែរហ្នឹងបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយរួមទាំងមានថាចេញជាអនុសាសន៍ផងដែរសម្រាប់ជូនគណៈបកនយោបាយទាំងពីរតើលោកអាចបញ្ជាក់បានទេថាក្នុងនាមជាអង្គការសង្គមស៊ីវិលនេះបាទលោកយល់យ៉ាងណាដែរចំពោះលទ្ធផលនៃការចរចាដែលបានឈានសម្រេចបានតាំងពីថ្ងៃទី22ខែកក្កដាមកនេះបាទបាទសូមអរគុណសូមជម្រាបសួរលោកម៉ែនកំសែងសាជាថ្មីសូមជម្រាបសួរដល់ប្រិយមិត្ត Hello VOA ផងដែរតកតងរឿងការចរចានេះខ្លឹមសារដែលសំខាន់ជាងគេទាំងអស់គឺខ្លឹមសារដែលបានព្រមព្រៀងនៅថ្ងៃទី22កន្លងមកនេះហើយថ្ងៃកិច្ចព្រមព្រៀងថ្ងៃទី22ដែលមានលោកសំរងស៊ីតំណាងឲ្យគណៈបកសង្គ្រោះជាតិនិងលោកហ៊ុនសែនតំណាងគណៈបកប្រជាជនកម្ពុជាបានមានការព្រមព្រៀងគ្នាហើយនៅក្នុងការព្រមព្រៀងគ្នាតែនោះគឺបានចែងនៅខ្លឹមសារសំខាន់មួយចំនួនខ្ញុំជាអ្នកវិភាគខ្ញុំជាអ្នកតាមដានហើយជាអ្នកបច្ចេកទេសខ្ញុំមើលពីខ្លឹមសារនៃកិច្ចព្រមព្រៀងថ្ងៃទី22នេះយើងមានចំណាប់អារម្មណ៍មួយចំនួនចំពោះរូបខ្ញុំផ្ទាល់ខ្ញុំមានចំណាប់អារម្មណ៍ថាកិច្ចព្រមព្រៀងនេះមានចំណុចវិជ្ជមានមួយចំនួននិងចំណុចបញ្ហាមួយចំនួនបើសិនជាយើងមើលពីខ្លឹមសារវិញតាមពិតបើសិនជាមើលខ្លឹមសារគឺសិតតែវិជ្ជមានទេមិនមានខ្លឹមសារមួយណាដែលខ្ញុំមានការជំទាស់ទេក៏ប៉ុន្តែខ្លឹមសារដែលវិជ្ជមានដែលតកតងរឿងកិច្ចព្រមព្រៀងនេះមិនប្រកាសអាចបកស្រាយទៅជាឬមួយកែទៅជាកិច្ចព្រមព្រៀងមួយដ៏លម្អិតដែលរៀបចំរូបមន្តដើម្បីកែប្រែស្ថាប័នសំខាន់ប្រជាធិបតេយ្យពិតប្រាកដនោះបើសិនយើងមើលពីកិច្ចព្រមព្រៀងនោះគឺខ្លឹមសារដែលលម្អិតគឺតកតងរឿងការយល់ព្រមបែងចែកអំណាចនៅក្នុងរដ្ឋសភាគឺគណៈកម្មការទាំងអស់10បកថែមមួយទៀតបែងចែកទៅម្នាក់5និងមន្ត្រីរដ្ឋសភាដែលមានប្រធាននិងអនុប្រធាន2គឺបែងចែកគណៈបកប្រជាជន2និងគណៈបកសង្គ្រោះជាតិបានប្រធានទី1នេះគឺជាខ្លឹមសារដែលលម្អិតសម្រាប់ខ្លឹមសារផ្សេងទៀតតកតងរឿងកោជបរូបមន្តគឺ441បានន័យថាគណៈបកនីមួយដាក់មនុស្ស4រូបរៀងៗខ្លួននិងបុគ្គលមួយរូបគឺត្រូវការយល់ព្រមពីគណៈបកទាំងពីរអ្វីដែលយើងមើលក្នុងនោះគឺនៅពេលដែលយើងឃើញពី441នេះគឺអត់មានចែងថាតើ4រូបពីគណៈបកជាអ្នកស្នើនឹងតើត្រូវតែជាបុគ្គលឯករាជ្យឬមួយអាចជាបុគ្គលដែលមានតួនាទីបក
ហើយមិនទាន់ចែងខ្លឹមសារតើនៅពេលណាដែលតែងតាំងជាសមាជិកកោជបហើយតើបុគ្គលទាំងនោះត្រូវតែលាលែងចេញពីទូនាទីបកឬមួយក៏យ៉ាងម៉េចហើយមួយទៀតតើនៅពេលដែលតែងតាំងរួចហើយតើបកមានសិទ្ធិដកបុគ្គលនឹងចេញហើយដាក់អ្នកផ្សេងជំនួសដើម្បីឲ្យមានធានានៅភាពស្មោះត្រង់ជាមួយនឹងបកឬមួយក៏អត់សំណួរទាំងអស់នេះគឺជាសំណួរមួយដែលខ្ញុំព្រួយបារម្ភដែរព្រោះអីដូចខ្ញុំថាអញ្ចឹងវាមានចំណុចវិជ្ជមានប៉ុន្តែចំណុចដែលខ្ញុំបានលើកឡើងគឺជាចំណុចដែលព្រួយបារម្ភព្រោះអីបើដរាបណាយើងអត់មានព័ត៌មានលម្អិតដរាបនោះគឺការមិនចោះសម្រងគ្នានឹងនៅតែបន្តហើយបន្តពីកិច្ចព្រមព្រៀងថ្ងៃទី22នេះយើងឃើញមានការចោះមិនចោះសម្រងគ្នាមួយចំនួនផ្សេងទៀតថ្ងៃនេះយើងឃើញថាហាក់ដូចជាចោះសម្រងគ្នាជាច្រើនហើយគណៈបក្សសង្គ្រោះជាតិក៏យល់ព្រមនឹងចូលស្បត់នៅថ្ងៃស្អែកផងដែរជាការគ្រប់កិច្ចមួយនៅចំពោះខ្ញុំនៅពេលដែលខ្ញុំនិយាយពីរឿងតើកិច្ចព្រមព្រៀងនេះមានវិជ្ជមានឬមួយមិនវិជ្ជមានខ្ញុំយកផលប្រយោជន៍ជាតិជាបង្គោលក្នុងការវាស់ជាខ្សែក្នុងការវាស់មិនមែនផលប្រយោជន៍គណៈបកណាមួយទេខ្ញុំដឹងថាមានអ្នកវិភាគមួយចំនួនឬមួយអ្នកដែលសួរខ្ញុំមួយចំនួនហ្នឹងគឺគាត់សួរថាតើមានប្រយោជន៍ដល់គណៈបកសង្គ្រោះជាតិឬមួយអត់ចម្លើយចំពោះខ្ញុំគឺខ្ញុំមិនសូវចាប់អារម្មណ៍អញ្ចឹងទេគឺខ្ញុំចាប់អារម្មណ៍តើនឹងមានផលប្រយោជន៍សម្រាប់ប្រទេសជាតិឬមួយអត់ខ្លឹមសារផ្សេងក្រៅពីហ្នឹងចំពោះខ្ញុំគឺអត់សូវជាមានន័យទេដូចជាតាក់ទងរឿងខ្លឹមសារមួយដែលនិយាយថាគណៈបកទាំងពីរនឹងយល់ព្រមសាររើត្រួតពិនិត្យនៅស្ថាប័នមួយចំនួនប៉ុន្តែមិននិយាយស្ថាប័នទាំងឡាយនោះជាស្ថាប័នអីឲ្យមានឈ្មោះពិតប្រាកដតើជាស្ថាប័នតុលាការតើច្បាប់ទាំង3ដែលអនុម័តថ្មីនេះដែលគ្រប់គ្រងតុលាការដាក់តុលាការឲ្យនៅក្រោមក្រសួងយុទ្ធភ័ណ្ឌនឹងតើជាច្បាប់មួយដែលគណៈបកទាំងពីរច្បាប់ទាំង3នេះគឺជាស្ថាប័នដែលគណៈបកទាំងពីរនឹងត្រួតពិនិត្យឬមួយក៏យ៉ាងម៉េចតើនឹងយកច្បាប់នោះយកមកសើរើឡើងវិញទៅដើម្បីធ្វើវិសោធនកម្មឬមួយយ៉ាងម៉េចដើម្បីព្យាយាមរុញប្រព័ន្ធយុទ្ធភ័ណ្ឌដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋនឹងគឺយើងអត់ទាន់បានឃើញទេហើយទាំងអស់ហ្នឹងគឺជាបញ្ហាដែលប្រជាពលរដ្ឋកំពុងតែចាប់អារម្មណ៍កំពុងតែរងគ្រោះហើយក៏ចង់បានការកែប្រែផងដែរបាទសូមអរគុណលោកវិរៈដែលបានសង្ខេបយ៉ាងខ្លីក្នុងនៃការចរចាដែលបានសម្រេចកន្លងមកដោយសារលោកបានលើកឡើងតាក់ទងជាមួយនឹងភាពមិនច្បាស់លាស់នៃទូនីតិដែលមកខាង4ដាក់តែងតាំងទៅហ្នឹងខ្ញុំចង់បានយោបល់លោកដែរហើយក៏ដូចជាសំណួររបស់អ្នកស្ដាប់ម្នាក់ដែលសួរតាម Facebook គឺលោកធឿនវងឌីបាទដែលជានិស្សិតនៅប្រទេសឥណ្ឌាហ្នឹងគឺយើងដឹងហើយថាដូចលោកស្រីពងជីកិច្ចលោកបានសូមឲ្យមានការដាក់នៅការពារតាមរយៈអភ័យឯកសិទ្ធិដែលបានផ្ដល់ជូនឥឡូវនេះឃើញគណៈបកទាំងពីរលោកមិនបានផ្ដល់ដូចដែលអភ័យឯកសិទ្ធិដូចអ្នកតំណាងរាស្ត្រប៉ុន្តែផ្ដល់ការពារផ្សេងទៅវិញហើយសំណួរដែលលោកវងឌីសួរដែរហើយក៏ដូចខ្ញុំចង់ដឹងដែរនោះគឺថាបើសិនជាមិនមានការពារអញ្ចឹងតើដូចថាសមាជិកសភាសមាជិកកោជបហ្នឹងលោកអាចធ្វើការងារបានដោយមិនមានការភ័យខ្លាចឬទេហើយតើលទ្ធផលដែលក្រោយពីការបោះឆ្នោតលើកក្រោយហ្នឹងអាចនឹងទទួលបានគ្រប់ភាគីដោយមិនមានការតវ៉ាអូបន្លាយរយៈពេលជិត1ឆ្នាំដូចលើកនេះទេបាទបើសិនជាយើងមើលពីកិច្ចព្រមព្រៀងទាំងឡាយសូម្បីតែកិច្ចព្រមព្រៀងថ្ងៃទី22ហើយនិងកិច្ចព្រមព្រៀងដែលបានទៅជែកគ្នាក្រោយមកក៏ដោយចំពោះខ្ញុំគឺខ្ញុំមើលទៅឃើញលក្ខណៈមួយគឺគេហៅថាទាត់សម្រាមទៅមុខសិនបានន័យថាឃើញសម្រាមហើយខ្ជិលរើសវាទាត់ទៅមុខហើយចាំដោះស្រាយពេលដើរទៅដល់ទៀតចាំដោះស្រាយទៀតនៅពេលបច្ចុប្បន្ននេះគឺយើងសុខចិត្តមិនជ្រើសរើសក្នុងការសម្រេចទៅជែកគ្នាឲ្យស៊ីជម្រៅនៅបញ្ហាទាំងឡាយនឹងឲ្យហើយបញ្ហាដូចខ្ញុំថាអញ្ចឹងកិច្ចព្រមព្រៀងដែលគ្មានខ្លឹមសារលម្អិតនេះដោយសារការចរចាគ្នាមិនព្រមមានសរសេរជាលក្ខខណ្ឌឬមួយក៏ជា proposal ជាក្តីស្នើការស្នើខ្លឹមសារស្នើដោយគណៈបករៀងៗខ្លួនហើយនឹងមានពេលសិក្សាគ្រប់គ្រាន់នៅខ្លឹមសារទាំងឡាយហ្នឹងហើយទៅជែកគ្នាលម្អិតឲ្យហើយដល់ពេលកិច្ចព្រមព្រៀងរួចហើយគឺអាហ្នឹងគឺងាយស្រួលមែនទែនដល់ពេលដែលយើងមានកិច្ចព្រមព្រៀងហើយបើយើងមានលក្ខខណ្ឌផ្សេងទៀតគឺជារូបមន្តមួយដែលធ្វើឲ្យបន្តនៅការតានតឹងសារភាពតានតឹងនិងបន្តនៅការចំនួនហើយចំពោះខ្ញុំមិនមានផលប្រយោជន៍សម្រាប់ប្រទេសជាតិនេះគឺជាអ្វីមួយដែលខ្ញុំព្រួយបារម្ភតាក់ទងរឿងដូចខ្ញុំថាបើសិនជាយើងមើលពីកោជបនៅមានសំណួរជាច្រើនបើសិនជាយើងមើលពីការមិនឧទាហរណ៍អភ័យឯកសិទ្ធិ
ភ័យឯកសិទ្ធតាមពិតគ្រាន់តែជាកលឹះមួយនៃកោជបទេប៉ុន្តែចំពោះខ្ញុំគឺមានសំណួរជាច្រើនផ្សេងទៀតដែលមិនទាន់មានដំណោះស្រាយទាល់សោះដែលខ្ញុំយល់ថានៅមានបញ្ហាពិបាកលោកស្រីពងចង្កេចបានលើកឡើងនៅលក្ខខណ្ឌមួយចំនួនលក្ខខណ្ឌ2ដែលខ្ញុំពេញចិត្តគឺទី1តកតងរឿងស្វ័យយ័តនៃថវិកាស្វ័យយ័តបាននៃថវិកាចេញមកពីសភាមិនមែនតែឆ្លងទៅតាមក្រសួងមួយណានៃរាជរដ្ឋាភិបាលនឹងគឺជាកលឹះមួយដ៏សំខាន់ដើម្បីឲ្យស្ថាប័នកោជបឯករាជ្យហើយមួយទៀតគឺតកតងរឿងមន្ត្រីរាជការដែលធ្វើការនៅក្រោមកោជបគួរតែជាអ្នកកោជបរើសហ្នឹងក៏ធ្វើឲ្យមន្ត្រីលេខាធិការដ្ឋានហ្នឹងគឺនៅក្រោមការគ្រប់គ្រងរបស់កោជបផ្ទាល់មិនមែននៅក្រោមការគ្រប់គ្រងរបស់ក្រសួងមួយណានៃរាជរដ្ឋាភិបាលទេអញ្ចឹងជាកលឹះ2ប៉ុន្តែមានកលឹះផ្សេងទៀតខ្ញុំថាភ័យឯកសិទ្ធគ្រាន់តែជាកលឹះតូចមួយទេចំពោះខ្ញុំមិនមែនជាកលឹះធំទេសំណួរផ្សេងទៀតដែលមិនទាន់បានឆ្លើយតាក់ទងរឿងឧទាហរណ៍បញ្ហានៃភាពជំរងជំរះបន្ទាប់ពីការបោះឆ្នោតឆ្នាំ2013កន្លងមកនេះគឺផ្ដោតទៅលើសំណួរ2បញ្ហា2គឺបញ្ហាទី1គឺការចុះឈ្មោះបញ្ជីចុះឈ្មោះនៃអ្នកបោះឆ្នោតបញ្ហាទី2គឺអត្តសញ្ញាណប័ណ្ណបណ្ដោះអាសន្នដែលមានការចោទប្រកាន់ថាក្រសួងមហាផ្ទៃបានផលិតនៅអត្តសញ្ញាណប័ណ្ណបណ្ដោះអាសន្នច្រើនពេកលើសកន្លះលានទៀតបូកជាមួយនឹងបញ្ជីបោះឆ្នោតដែលបាត់ឈ្មោះមនុស្សមួយចំនួនហើយមានមនុស្សមួយចំនួនមានឈ្មោះស្ទួនទាំងពីរនេះគឺជាប្រភពនៃបញ្ហានៃភាពមិនប្រក្រតីដល់បញ្ហាធំជាងគេនៃភាពមិនប្រក្រតីនៅឆ្នាំ2013អញ្ចឹងសំណួរសុទ្ធតើនៅពេលដែលកោជបថ្មីកើតហើយនេះតើអ្នកណាគេជាអ្នកទទួលខុសត្រូវទៅលើអំណាចពីតាក់ទងរឿងបញ្ហាពីរហ្នឹងជាអ្នកចុះឈ្មោះជាអ្នករៀបចំអត្តសញ្ញាណប័ណ្ណលក្ខណៈបាទសូមអរគុណលោកភិរៈបាទបាទអរលោកអ្នកស្ដាប់យើងកំពុងតែពិភាក្សាគ្នាផ្ទាល់នៅក្នុងកម្មវិធី Hello VA ប្រចាំខែដែលលោកឧបរៈលោកជាវាគ្មិនរបស់យើងគឺយើងផ្ដោតទៅលើលទ្ធផលនៃការចរចាដែលគណៈបកទាំងពីរបានសម្រេចបានហើយនឹងថាតើការឈានទៅបោះឆ្នោតដោយត្រឹមត្រូវនៅប្រទេសកម្ពុជាយើងនឹងគួរតែប្រកាន់ដំណាក់កាលណាទៀតហើយឥឡូវនេះយើងមានអ្នកស្ដាប់ម្នាក់គឺលោកសំអាតលោកអញ្ជើញមកពីខាងខេត្តកំពង់ចាមលោកមានសំណួរចង់សួរទៅលោកវិរៈបាទលោកសំអាតលោកកំពុងចូលក្នុងកម្មវិធី Hello VA បាទជំរាបសួរបាទជំរាបសួរខ្ញុំនិយាយសួរលោកម៉ែផ្សេងហើយនឹងលោកឧបរៈបាទលោកសំអាតសូមមានប្រសាសន៍ឲ្យលឺជាងនឹងតិចទៀតបាទខ្ញុំស្ដាប់ VOA រយៈពេលជិត20ឆ្នាំហើយបងណាបាទហើយបាទខ្ញុំតាមដាន VOA ហ្នឹងគឺល្អណាស់ណាហើយខ្ញុំចង់មានសំណួរមួយសួរបងនិយាយថាការបោះឆ្នោតទៅគណៈក្រោយនឹងតើមានភាពជារញ៉ៃដូចសពថ្ងៃនេះទេហើយទីគណៈកម្មការរៀបចំការបោះឆ្នោតទាំង4គឺធ្វើការដើម្បីជាតិឬក៏ដើម្បីផលប្រយោជន៍ដល់ខ្លួនមួយបាទតែប៉ុណ្្នឹងទេលោកហើយមួយទៀតហើយមួយទៀតការធ្វើការនៅក្នុងរដ្ឋាភិបាលខ្ញុំសូមក្នុងអូនធ្វើការប្រឆាំងគឺប្រឆាំងនៅក្នុងបាទលោកសមាតសូមអធិស្ឋានយើងពិបាកស្ដាប់លោកហើយបាទសូមអធិស្ឋានលោកណាបាទលោកវិរៈបើជាស្ដាប់សំណួរលោកសមាតបានហើយគឺគាត់ចង់ដឹងថាតើ9រូបនឹងធ្វើការដើម្បីជាតិឬក៏ដើម្បីខ្លួនហើយនឹងការបោះឆ្នោតហ្នឹងតើដើម្បីជៀសវាងមិនឲ្យភាពរញ៉េរញ៉ៃយ៉ាងម៉េចហើយបាទហើយខ្ញុំសូមបន្ថែមផងដែរថាបើលោកវិរៈអាចឆ្លើយបន្ថែមថាបើសិនជាក្នុងករណីដែលមានការលូកលាន់ពីនយោបាយគណៈបកនយោបាយមកចូលទៅក្នុងកិច្ចការបោះកោជបនោះតើសមាជិកនឹងគាត់គួរតែឆ្លើយតបយ៉ាងម៉េចបាទសូមជួយបាទបាទសូមអរគុណតាមពិតវាអាស្រ័យទៅលើច្បាប់តើថាច្បាប់នឹងការពារអ្នកទាំង9អ្នកឬមួយក៏អត់ហើយបើសិនយើងនិយាយពីច្បាប់ការពារហ្នឹងតើអ្នកវិនិច្ឆ័យច្បាប់ហ្នឹងគឺតុលាការហ្នឹងគឺត្រូវតែការពារផងដែរឥឡូវនេះគឺទោះបីគណៈបកទាំងពីរយល់ព្រមអនុម័តច្បាប់ដើម្បីការពារដូចជាភ័យឯកសិទ្ធិឬមួយក៏ការពារអ្នកទាំង9អ្នកហ្នឹងក៏មិនប្រកាសថាតុលាការរបស់យើងហ្នឹងក៏អនុវត្តច្បាប់ឲ្យខ្លឹមសារព្យាក្រឹតនឹងត្រឹមត្រូវដែរអាហ្នឹងយើងអត់មានធានា
ទេដោយសារតុលាការរបស់យើងមិនឯករាជ្យអញ្ចឹងបើសិនយើងមើលពីបញ្ហាហ្នឹងគឺត្រូវតែរុញគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីធ្វើម៉េចឲ្យគោចបហ្នឹងអាចឯករាជ្យបានឥឡូវដូចខ្ញុំនិយាយពីដើមមកអញ្ចឹងថាបើសិនជាយើងនិយាយថាយើងរើសមនុស្សឯករាជ្យចុះធ្វើម៉េចធានាថាអ្នកទាំងអស់នោះមិនត្រូវបានគេទិញឬមួយក៏យកលុយដើម្បីឲ្យមនុស្សទាំងអស់នោះមានភាពលំអៀងឧទាហរណ៍ចម្លើយថាបើសិនជាបើគេទិញទៅមានតុលាការគេស៊ើបអង្កេតត្រឹមត្រូវហើយគេផ្ដន្ទាទោសត្រឹមត្រូវអញ្ចឹងអត់មានអ្នកទិញទេហើយក៏អត់មានអ្នកហ៊ានលក់ដែរអញ្ចឹងក៏ជារូបមន្តមួយដែលអាចធានាឲ្យមនុស្សឯករាជ្យហើយបន្តបំពេញតួនាទីរបស់ខ្លួនបានដែរប៉ុន្តែបើសិនជានៅពេលបច្ចុប្បន្ននេះលោកសម្បត្តិសួរថាតើពួកគាត់ទាំង9រូបនឹងធ្វើការផលប្រយោជន៍បរិមួយផលប្រយោជន៍ជាតិខ្ញុំហ៊ានឆ្លើយអញ្ចេះមានមួយរូបប្រហែលជាធ្វើការផលប្រយោជន៍ជាតិមាន8រូបគឺ4រូបគណៈបករៀងៗខ្លួនអញ្ចឹងគឺនឹងជ្រើសដោយបកហើយបើសិនជាគាត់នៅក្រោមត្រូវធានាថានៅក្រោមបកទៀតអាហ្នឹងគឺគាត់នឹងត្រូវតែធ្វើដើម្បីផលប្រយោជន៍បករៀងៗខ្លួននឹងគឺជារូបមន្តមួយដែលខ្ញុំមិនសប្បាយចិត្តទេមួយទៀតយើងត្រូវគិតថានយោបាយក្នុងប្រទេសកម្ពុជាមិនមែនផ្ដាច់មុខដោយគណៈបក2ធំនឹងទេតាមពិតគឺប្រទេសកម្ពុជានេះគឺជាប្រទេសរបបប្រជាធិបតេយ្យពហុបកគួរតែបើកចំហហើយគោចបគួរតែជាអ្នកអាជ្ញាកណ្ដាលអត់មានបកពួកតលសោះប៉ុន្តែស្ដាយការយល់ព្រមរបស់យើងនេះហាក់ដូចជាមិនទាន់មានការចែងចងកន្លែងមួយណាដែលធានាពីឯករាជ្យភាពរបស់អ្នកទាំង9រូបនឹងទេនេះគឺជាបញ្ហាសំណួរសួរតើទៅអនាគតនឹងទៅយ៉ាងម៉េចខ្ញុំទីថាទៅអនាគតនឹងមានបញ្ហាចុះឈ្មោះដដែលនឹងមានបញ្ហាមួយចំនួនផ្សេងទៀតប្រហែលជាគ្រាន់បើជាងពេលបច្ចុប្បន្នទោះបីយ៉ាងម៉េចក៏ដោយទោះបីអ្វីដែលខ្ញុំបានលើកឡើងជាបញ្ហាក៏ដោយទៅអនាគតដោយសារមានការចូលរួមខៅតការកែប្រែស្ថានភាពនយោបាយទេសភាពនយោបាយបើដោយសារមានការចូលរួមពីប្រជាពលរដ្ឋច្រើនជាងមុនយុវជនចាប់ដើមតាមដានទៅតាមរយៈ Facebook ទៅតាមអ៊ីនធឺណិតនិងទៅតាមប្រភពផ្សព្វផ្សាយនានាគឺហាក់ដូចជាតាមដានជាងមុនអញ្ចឹងប្រហែលជាមានការកែប្រែហើយប្រហែលជាគណៈបកកណ្ដាលអំណាចដោយសារការធ្លាក់សម្លេងដ៏កុហកនៅក្នុងការបោះឆ្នោត2013នេះប្រហែលជាត្រូវបានភ្ញាក់ខ្លួនមិនខ្លះមិនភ្ញាក់ខ្លួនទាំងស្រុងទេប្រហែលជាភ្ញាក់ខ្លួនខ្លះក្នុងហើយប្រហែលជាមានឆន្ទៈជាងមុនក្នុងការកែប្រែអានឹងដូចខ្ញុំថាអញ្ចឹងវាអាស្រ័យទៅលើទាំងអស់នេះគឺអាស្រ័យទៅលើការប្រកួតប្រជែងរបស់គណៈបកដទៃបើសិនជាគណៈបកប្រឆាំងមានការប្រកួតប្រជែងមានភាពខ្លាំងមុខរឹងមាំនឹងគឺនឹងបង្ខំឲ្យគណៈបកប្រជាជនត្រូវតែធ្វើការកំណែតម្រង់និងមានឆន្ទៈក្នុងការកែតម្រង់មួយចំនួនផងដែរបាទចុះបើសិនជាក្នុងករណីដែលគេដាក់របៀបបង្កើតជាយន្តការថាកោជបនឹងត្រូវមានគឺថាធ្វើសន្និសីទកសែតឬក៏ជួបអ្នកសារព័ត៌មាននឹងមួយខែម្ដងយ៉ាងតិចបំផុតដើម្បីឲ្យគាត់មានពេលមកនិយាយជាមួយអ្នកសារព័ត៌មានហើយនឹងអ្នកសារព័ត៌មានមានឱកាសពេលហ្នឹងបើថាដឹងរឿងណាដែលមានការលូកដៃគេអាចឆ្លិចសួរនោះពេលហ្នឹងគាត់ត្រូវដូចថាអ្នកដែលចង់អន្តរាគមចូលលូកដៃចូលហ្នឹងក៏ត្រូវភ្ញាក់ខ្លួនឬក៏លែងសូវហ៊ានធ្វើដោយចំហហ្នឹងអាចជាការមួយជួយបានទេបាទអាចជាកលឹះមួយដើម្បីជួយជំរុញឲ្យមានការទទួលខុសត្រូវប៉ុន្តែខ្ញុំមើលទៅមិនទាំងស្រុងទេបើសិនជាចង់លូកដៃទោះបីអ្នកសារព័ត៌មានសួរយ៉ាងម៉េចគាត់មិនចង់ឆ្លើយគាត់មិនឆ្លើយដោយត្រង់ដែរយើងឃើញពីដើមមកទោះបីមានច្បាប់ដែលចាជាមួយចំនួនពីតួនាទីរបស់សភាក្នុងការឆ្លិចសួររដ្ឋាភិបាលក៏ដោយនៅពេលណាដែលរដ្ឋសភាចង់បិទព័ត៌មានតែម្ដងពេលណារដ្ឋសភាប្រធានរដ្ឋសភាគាត់មិនចង់ឲ្យរដ្ឋាភិបាលទៅឆ្លើយគាត់មិនឲ្យរដ្ឋាភិបាលទៅឆ្លើយពេលណារដ្ឋសភាចង់ឲ្យនាយករដ្ឋមន្ត្រីនិយាយតែឯង5ម៉ោងអាហ្នឹងគាត់និយាយតែឯង5ម៉ោងអញ្ចឹងទាំងអស់នេះគឺមិនប្រកាសថាឲ្យតែមានចែងជាច្បាប់គឺត្រូវនឹងមានការអនុវត្តទេសំខាន់បំផុតដូចខ្ញុំថាអញ្ចឹងទាល់តែមានការប្រកួតប្រជែងគណៈបព្វប្រឆាំងត្រូវតែពង្រឹងខ្លួនដើម្បីក្នុងការប្រកួតប្រជែងជាដៃគូដ៏ខ្លាំងមួយអាហ្នឹងគឺគណៈបព្វជិជនត្រូវតែពង្រឹងខ្លួនឯងឬមួយត្រូវការធ្វើការកំណែតម្រង់ឲ្យអាស្រ័យទៅលើប្រជាពលរដ្ឋផងបើសិនជាប្រជាពលរដ្ឋគាត់ឃើញអ្នកនយោបាយជិះសេះលេងដៃហើយគាត់នៅឈោមើលអាហ្នឹងគេនៅតែជិះសេះលេងដៃប៉ុន្តែបើគាត់ឈោស្រែកគាត់ឈោទៀមទាអាហ្នឹងប្រហែលជាមានការកំណែតម្រង់ពីគណៈបកនយោបាយទាំងសងខាងមិនមែនខ្ញុំនិយាយនេះគឺមិនមែនសម្រាប់តែគណៈបកតែមួយខាងទេបាទលោកវិរៈខ្ញុំមានសំណួរមួយចង់សួរលោកបន្ថែមទៀតតាក់ទងជាមួយនឹងសេចក្តីថ្លែងការណ៍ថ្ងៃហ្នឹងបាទយើងនឹងចាប់ផ្ដើមពិភាក្សាអំពីបញ្ហាហ្នឹងនៅពេលបន្តិចទៀតបាទអរលោកអ្នកស្ដាប់យើងកំពុងតែពិភាក្សាគ្នាផ្ទាល់ជាមួយនឹងលោកអ៊ូវិរៈនៅក្នុងកម្មវិធី Hello VOA ប្រចាំខែតាក់ទងជាមួយនឹងសិទ្ធិរបស់ប្រជាពលរដ្ឋនិងការបោះឆ្នោតបាទឥឡូវនេះសូមអនុញ្ញាតពីលោកវិរៈទទួលអ្នកស្ដាប់ម្នាក់សិនមុននឹងខ្ញុំមកចង់សួរសំណួររបស់ខ្ញុំមកជូនអតិភិបទៅអ្នកស្ដាប់គឺលោកស្វាយរិនពីខាងខេត្តស្វាយរៀងបាទលោកកំពុងចូលក្នុងកម្មវិធី Hello VOA បាទ
អរគុណច្រើនសូមគោរព VOA ខ្ញុំបាទឈ្មោះកាន់ស្វ័យរិនជាម្ចាស់ចម្លែងឆ្នោតមួយសន្លឹកដែរហើយសូមសំណូមពរឲ្យលោកបានចូលសភាទាំងអស់គ្នាខ្ញុំក៏សូមលើកដៃអបអរសាទរនៅការសម្រុះសម្រួលនិងឯកភាពគ្នាគណៈបកទាំងពីរធំនេះតែក៏កុំភ្លេចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះបាទលោកស្វ័យរិនសូមបិទបញ្ជូតិចបាទបាទសូមជើញមានប្រសាសន៍បាទហើយសូមឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំពោះនាយករដ្ឋមន្ត្រីដែលបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនោះសូមឲ្យនៅត្រឹម2អាណត្តិទេគឺ10ឆ្នាំទោះបីជាមនុស្សនោះជាអច្ឆរិយៈបុគ្គលក្តីជាទេវតាក្តីជាអ្វីក្តីសូមតែ2អាណត្តិទៅបានហើយ10ឆ្នាំបាទបើមិនបាន2អាណត្តិនឹងទេតែឲ្យតែទុកយូរទៅដុសឬកែវដុសជ្រៅឬយើងច្រើនធ្វើឲ្យគ្រោះថ្នាក់ដល់ប្រទេសជាតិហើយឆ្លោះគ្នាគ្រប់តែពេលដែលប្រជាជនបោះឆ្នោតរួចហ្នឹងបាទតែប៉ុណ្្នឹងលោកណាបាទសូមអរយោបល់អរគុណលោកបាទអរគុណលោកស្វ័យរិនច្រើនបាទលោកវរៈនឹងខ្ញុំមានសំណួរដែលចង់សួរនោះគឺតាក់ទងជាមួយនឹងសេចក្តីថ្លែងការណ៍ខាងលោកនឹងអង្គការដទៃទៀតចេញថ្ងៃហ្នឹងគឺចំណុចមួយដែលញ៉ាត់បន្ទោសរាជរដ្ឋាភិបាលថាត្រូវលើកឡើងជូនសភាដោយតំណាងយ៉ាងចំនួន30នាក់ហ្នឹងដោយថាមានការបន្ទោសមន្ត្រីឬក៏អាចនឹងទម្លាក់សមាជិកគណៈរដ្ឋមន្ត្រីបាទតើអាចនឹងធ្វើបានទេបើនៅក្នុងអាណត្តិនេះបើតាមលោកមើលពីការបដិញ្ញាចិត្តរបស់គណៈបកដែលដូចថាធ្លាប់ខ្លាំងឥឡូវខ្សោយគណៈបកប្រជាជនហើយនឹងការបដិញ្ញាចិត្តរបស់គណៈបកប្រឆាំងនោះបាទបើសិនវាស្រេចទៅលើពីខ្លឹមសារការកែតម្រង់បទបញ្ជាទីក្នុងនៃរដ្ឋសភាបើសិនជាផ្ដល់អំណាចទៅដល់រដ្ឋសភានឹងគឺអាចធ្វើបានប៉ុន្តែទោះបីយ៉ាងណាក៏ដោយបាទអរលោកអ្នកស្ដាប់យើងប្រហែលជាមានការដាច់ទំនាក់ទំនងជាមួយនឹងខាងស្ទូឌីយោរបស់យើងនៅភ្នំពេញបន្តិចបាទយើងកំពុងតែពិភាក្សាគ្នានៅក្នុងកម្មវិធី Hello VOA តាក់ទងជាមួយនឹងការបោះឆ្នោតប្រចាំខែរបស់យើងបាទហើយភ្ញៀវរបស់យើងគឺលោកឧបរៈហើយដោយសារមានបញ្ហាអញ្ចឹងខ្ញុំសូមបញ្ជាក់ជម្រាបជូនផងដែរថានៅថ្ងៃនេះគឺខាងអង្គការសង្គមស៊ីវិលមួយចំនួនដែលមានអង្គការដូចជា Confrel មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានិងអង្គការមួយចំនួនទៀតហ្នឹងលោកបានចេញនៅអនុសាសន៍មួយចំនួនជូនទៅដល់ខាងពេលណាបាទលើយើងមានវិញបាទលោកវិរៈសូមអញ្ជើញមានប្រសាសន៍តបាទយើងដាច់ទៅវិញទៀតហើយបាទសូមបាទគឺនៅក្នុងសេចក្តីថ្លែងការណ៍នោះគឺមានការចែងលម្អិតពីចំណុចមួយចំនួនដែលគណៈបាទយ៉ាងមិនថាយើងបានបាទសូមអធិស្ឋានផងដែរយើងមានបញ្ហាបច្ចេកទេសបន្តិចដូច្នេះយើងកំពុងតែដោះស្រាយបញ្ហានេះជាមួយនឹងខាងបច្ចេកទេសរបស់យើងនៅរាជធានីភ្នំពេញហើយខ្ញុំសូមជម្រាបផងដែរថានៅក្នុងសេចក្តីថ្លែងការណ៍នោះគឺមានចំណុចល្អច្រើនរបស់គណៈបករបស់អង្គការសង្គមស៊ីវិលដែលតាមដានដំណើរការបោះឆ្នោតនោះគឺមានដូចជាលើកឡើងអំពីការឲ្យអ្នកតំណាងរាស្ត្រមានសិទ្ធិបង្កើតជាក្រុម10នាក់ដើម្បីធ្វើការមួយចំនួនដែលអាចសួរទៅខាងតំណាងរដ្ឋាភិបាលក៏ដូចជាទៅខាងអង្គការផ្សេងនៅក្នុងការឆ្លើយនៅក្នុងគណៈកម្មការមួយចំនួនដែលធ្វើឲ្យការទទួលខុសត្រូវនឹងមានលក្ខណៈបានប្រសើរជាងមុនបើប្រៀបធៀបជាមួយនឹងការបោះឆ្នោតលើកមុនដែលសភាបានចូលកាន់អំណាចនោះបាទហឡូបាទឥឡូវនេះយើងបានភ្ជាប់ទំនាក់ទំនងជាមួយនឹងលោកឧវិរៈឡើងវិញបាទលោកឧវិរៈសូមអញ្ជើញមានប្រសាសន៍បន្តបាទសូមសួរបាទលោកវិរៈលោកស្ដាប់ខ្ញុំបានទេបាទខ្ញុំស្ដាប់បានហើយបាទហ្នឹងហើយបាទអមាញ់មិញហ្នឹងគឺតែយើងចង់ដឹងហ្នឹងក្នុងករណីដែល
មានការបដិញ្ញាចិត្តពីបាទសូមអធិស្ឋានឲ្យសូមបញ្ចប់កម្មវិធី Hello VOA ត្រឹមប៉ុណ្ណេះតែម្ដងទេយើងបាទយើងត្រឡប់មកការកម្មវិធីផ្សាយធម្មតាឡើងវិញសូមអធិស្ឋានអស់លោកអ្នកស្ដាប់ប៉ុណ្ណេះផងដែរហើយយើងនឹងពិភាក្សាជាមួយនឹងលោកឧបរៈនៅខែក្រោយតកតងជាមួយនឹងបញ្ហាបោះឆ្នោតនេះតទៅទៀតបាទសូមអរគុណហើយសូមជម្រាបលាត្រឹមប៉ុណ្ណេះបាទអស់លោកអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយរបស់យើងខ្ញុំនៅថ្ងៃស្អែកនេះពីម៉ោង 5 ព្រឹកដល់ម៉ោង 5:30 នាទីសូមលោកអ្នករងចាំស្ដាប់សេចក្តីរាយការណ៍អំពីព្រឹត្តិការណ៍ថ្មីៗនៅប្រទេសកម្ពុជានិងនៅក្នុងពិភពលោក